Hello ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាមកជួបគ្នាជាមួយខ្ញុំ KC ទៀតហើយដោយតែខ្ញុំបាន poster ប្រាប់អ្នកទាំងអស់គ្នាចឹងថាក្នុងថ្ងៃហ្នឹងគឺខ្ញុំចេញឲ្យរឿងអ្នកទាំងអស់គ្នាបានមកភាគទៀតដោយសារតែខ្ញុំអារម្មណ៍ល្អទៅពេលដែលខ្ញុំបានចូលមក comment គ្នាយើងហើយគឺខ្ញុំមានអារម្មណ៍ល្អខ្លាំងមែនតើហើយក៏មានកម្លាំងចិត្តក្នុងការមកធ្វើវីដេអូបន្តទៀតដែរនិយាយទៅសប្បាយចិត្តខ្លាំងមែនតើជាពិសេសគឺថាមាន fan ចូលចិត្តទៀតណាអូខេឥឡូវអត់និយាយច្រើនទេយើងចូលទៅកាត់សាច់រឿងយើងភាគបន្តទាំងអស់គ្នាដោយតែដឹងអញ្ចឹងការវិភាគមុនកូនប្រុសរបស់យើងបានចាប់ចំណិតកូនស្រីមកនៅក្នុងផ្ទះមួយកន្លែងហើយផ្ទះមួយនៅផណាវាក៏ជាប្រភេទផ្ទះនៅឯជិតមាត់សមុទ្រវាជាប្រភេទផ្ទះលំហែកាយអីហ្នឹងណាអ្នកនរគ្នាហើយកូនស្រីរបស់យើងបានសួរទៅកាន់កូនប្រុសដែលបាននិយាយទៅមិនពេញចិត្តថាហេតុអីបានជាលោកចាប់ខ្ញុំមកទីនេះឆាប់ដោះលែងខ្ញុំត្រឡប់ទៅវិញទៅកូនប្រុសក៏បានឆ្លើយតបមកកាន់កូនស្រីថាបើឯងមានសមត្ថភាពក៏ឯងត្រឡប់ទៅវិញដោយខ្លួនឯងទៅយើងខំចាប់ឯងមកទីនេះអស់កម្លាំងច្រើនណាស់យើងមិននឹងអាចដោះលែងឯងដោយងាយស្រួលទៅនោះលើបែបហ្នឹងកូនស្រីក៏បាននិយាយស្ដីឲ្យទៅកាន់កូនប្រុសថាលោកធ្វើបែបហ្នឹងគឺវាមិនត្រឹមត្រូវទេនេះវាអាចនឹងក្លាយជាការចាប់ចម្រិតឲ្យក៏គម្រាមកំហែងដែរគឺវាខុសច្បាប់ណាកូនប្រុសក៏បាននិយាយទាំងមិនខ្វល់ថាហេតុអីបានជាខ្ញុំចាប់ឯងមកមិនបាននោះគេឯងជាប្រពន្ធរបស់ខ្ញុំហីកូនស្រីនៅតែតបទៅវិញអញ្ចឹងគឺអត់ពេញចិត្តនោះឡើយហើយក៏បានប្រាប់ទៅវិញថាខ្ញុំប្រាប់លោកអន្តើថាខ្ញុំមិនមែនជាប្រពន្ធលោកទេហេតុអីបានជានៅតែនិយាយថាជាប្រពន្ធលោកទៀតអញ្ចឹងហើយខ្ញុំទៅរៀបការជាមួយលោកឯងតាំងពីពេលណាហើយកូនស្រីក៏នឹកឃើញរឿងមួយក៏បាននិយាយថាបើសិនជាលោកចង់ឲ្យខ្ញុំចាក់ខ្លាចជាប្រពន្ធលោកពេញសិទ្ធអញ្ចឹងលោកព្រមចុះតាសវើជាមួយនឹងខ្ញុំដែរឬមួយក៏អត់តែសោះទៅលើកូនស្រីយើងនិយាយអញ្ចឹងហើយកូនប្រុសរបស់យើងក៏បានដើរចូលទៅរកកូនស្រីរបស់យើងម្ដងបន្តិចម្ដងបន្តិចណារួចហើយកូនប្រុសរបស់យើងក៏បាននិយាយទៅកាន់កូនស្រីថាបើអញ្ចឹងឯងត្រៀមតែសញ្ញាกระดาษលើតាសវលនេះទៅនិយាយចាប់ហើយក៏បានដើរទៅជ្រុងមកខាងដើម្បីទៅទាញយកกระดาษមកស្លឹកយកមកឲ្យកូនស្រីរបស់យើងសញ្ញាណាแล้วกระดาษមួយនឹងផុតដែរវាគឺជាกระดาษកិច្ចកងត្រាឯតាសវលនឹងឯងនិយាយទៅកូនប្រុសនេះមិនដឹងថាត្រៀមទុកតាំងពីថ្ងៃណាមកទេរងចាំឱកាសល្អតែកូនស្រីរបស់យើងនិយាយតាឥឡូវហ្នឹងគឺថាបានសម្រេចបដ ாய் កូនស្រីដើរចូលក្នុងអន្ទាក់របស់កូនប្រុសរបស់យើងបានសម្រេចតែម្ដងណាកូនស្រីដែលសារតែដើរជាប់អង្គប់របស់កូនប្រុសហើយគឺថាបកាយអីលេងបានហើយគឺថាមានតែត្រឹមតែបើកភ្នែកធំៗបបិនពងកងានឹងឯងចង់ឆ្លើយបដិសេធប៉ុន្តែគឺវាហួសពេលទៅហើយក៏មិនដឹងថាត្រូវគិតយ៉ាងម៉េចជាមួយនឹងកូនប្រុសផងដែរកូនប្រុសក៏បានហុចกระดาษនឹងទៅឲ្យកូនស្រីរបស់យើងដើម្បីសញ្ញាកូនស្រីក៏មើលមកកូនប្រុសឬក៏បាននិយាយថាខ្ញុំមិនសញ្ញាជាដាច់ខាតពេលហ្នឹងកូនប្រុសថាក្រៃមុនហ្នឹងឯងថាបើសិនជាចង់ធ្វើជាប្រពន្ធខ្ញុំស្របច្បាប់ត្រូវទៅសញ្ញាលើกระดาษតាសវលហើយឥឡូវនេះខ្ញុំបានរៀបចំរួចហើយតាមកក៏ឯងមិនព្រមសញ្ញាឬមួយក៏ឯងនិយាយឲ្យលេបពាក្យសម្ដីរបស់ឯងទៅវិញពិតជាមនុស្សដែរនិយាយបាត់ដៃក្នុងដៃពិតមែននៅពេលដែលឮគេថាឲ្យខ្លួនអញ្ចឹងកូនស្រីរបស់យើងក៏ធ្វើជាមនុស្សមុខក្រាតឲ្យធ្វើជាមិនដឹងមិនឮតែម្ដងណាតែបាននិយាយថាខ្ញុំមិនខ្វល់នោះទេចង់លោកថាស្អីឲ្យខ្ញុំក៏ខ្ញុំមិនខ្វល់ផងដែរទោះបីជាលោកវាខ្ញុំឲ្យស្លាប់ក៏ខ្ញុំមិនសញ្ញាទៅលើกระดาษមួយស្លឹកនឹងផងដែរនិយាយចាត់តែប៉ុណ្្នឹងកូនស្រីរបស់យើងនឹងក៏ចង់លោតចុះពីលើក្រែប៉ុន្តែគឺថាកូនប្រុសចាប់ជើងជាប់គឺអត់ឲ្យចុះទៅណាទាំងអស់ក៏បានសួរថាតើចង់ទៅណាកូនស្រីក៏បានឆ្លើយតបទៅវិញទាំងតកោបោះបោកដូចជាអស់អាស័យប្រញាចង់អញ្ចឹងតែបាននិយាយថាខ្ញុំចង់ត្រឡប់ទៅវិញឆាប់ដោះលែងខ្ញុំមិនចង់នៅជាមួយនឹងលោកទេខ្ញុំធុញទ្រាន់ជាមួយនឹងមុខរបស់លោកខ្លាំងណាស់កូនប្រុសគ្រាន់តែលើគេឆ្លើយថាគឺគេធុញទ្រាន់ជាមួយនឹងមុខខ្លួនអញ្ចឹងមានណាស្មាគាត់ដោះលែងកូនស្រីខ្ញុំមិនអញ្ចឹងណាគាត់ទៅយកកណាត់យកមករុំមុខកូនស្រីរបស់យើងចិត្តឆឹងហើយឡើងអញ្ចឹងពេលនៅផដែរកូនស្រីរបស់យើងស្រែកខ្លាំងមែនតើថាលោកឯងឈួតមិនហើយយកស្អីមករុំភ្នែកខ្ញុំហ្នឹងកូនប្រុសក៏បានតបទៅវិញណាទាំងអស់សំណើខឹកតិចថាក្រែឯងថាមិនចូលចិត្តមុខខ្ញុំហីឥឡូវនេះឯងលែងបានឃើញមុខខ្ញុំហើយអញ្ចឹងហើយឯងអាចនៅទីនេះបាននិយាយទៅកាំងជាមួយនឹងកូនប្រុសខ្លាំងមែនតើដូចខ្វះកន្លែងណាត្រូវឆ្លោះគ្នាមកឆ្លោះគ្នារឿងមុខនេះអីដល់តំណែងហ្នឹងផងកូនស្រីមិនអោយចិត្តទេក៏នៅតែស្រែកខ្លាំងទៅកាន់កូនប្រុសអញ្ចឹងថាឲ្យដោះលែងខ្ញុំទៅប៉ុន្តែកូនប្រុសមានណាអត់បានដោះលែងទេគឺថាចាប់កូនស្រីយើងចងដៃចងជើងវិញបដ ாய் មុនហ្នឹងខំថាទុកឲ្យមានសេរីភាពណាឥឡូវហ្នឹងគឺចងដៃចងជើងជាប់វិញបដ ாய் រួចក៏បាននិយាយថាឯងគ្មានថ្ងៃរត់គេចពីខ្ញុំបានទៀតទេនិយាយចុះតែប៉ុណ្្នឹងគាត់ក៏បានដើរចេញពីបន្ទប់ហ្នឹងប៉ុន្តែក៏អត់ភ្លេចចាក់សោទេអ្នកនរគ្នាខ្លាចកូនស្រីយើងលួចរត់អីចឹងណាបន្ទាប់ពីចាក់សាររួចរាល់ហើយក៏បានដើរចេញទៅខាងក្រៅតែមិនដឹងថាទៅណាទេដោយទុកឲ្យកូនស្រីរបស់យើងនៅក្នុងបន្ទប់នឹងតែម្នាក់ឯងទាំងមួម៉ៅដែលធ្វើអីគេមិនបាននឹងឯងហើយនៅមិននៅឲ្យគេចាប់ចងភ្នែកចងដៃចងជើងវិញអូខ្ញុំសុំអត់យល់ពីកូនស្រីទេអាគេខំដោះលែងយ៉ាងហ្នឹងតែធ្វើឲ្យគេខឹងអីណាឲ្យចឹងចាស់សំមុខអូខ្ញុំនឹងថាកាន់កូនកើតជើងកូនស្រីខ្ញុំដែររបៀបណាបើគាត់ក្បាលរឹងម្លឹង
អូខេឥឡូវស្អីរឿងរបស់យើងបានកាត់មកនៅខាង David ឯនេះវិញម្ដងដូចជាខានចេញ David រៀងយូរដែរនៅទាំងអស់គ្នាហើយ David ផងដែរគឺគាត់កំពុងតែអង្គុយធ្វើការនៅក្នុងការិយាល័យ office របស់គាត់ពេលហ្នឹងក៏មានចំណិតលេខាផ្ទាល់ខ្លួនរបស់គាត់ហ្នឹងបានឡើងមកដើម្បីគោះទ្វារប្រាប់ថាគឺមានមនុស្សចង់មកសុំជួបបងពេលហ្នឹងកូន David ក៏បានសួរថាគឺជាណាគេហើយបានដាក់ទុកជាមុនអត់លេខាម្នាក់ហ្នឹងក៏បានប្រាប់មកវិញថាគឺអត់ទេគ្រាន់តែគេប្រាប់ថាគឺគេចង់ជួបនឹងបោះតែប៉ុណ្ណោះគឺគេឈរចាំនៅឯជាន់ខាងក្រោមនៅឯបន្ទប់ទទួលភ្ញៀវនិយាយចាត់តែប៉ុណ្្នឹងក៏បានដើរចេញទៅបាត់ទៅធ្វើការរបស់គេវិញទៅតែធ្វើឲ្យកូន David ដែលអង្គុយធ្វើការនេះមានជាការងើឆ្ងល់ខ្លាំងមែនតើក៏ពុតតែគិតថាតើណាគេមករកខ្លួនហ្នឹងហើយកុំឲ្យការឆ្ងល់ច្រើនពេកក៏បានទុកការងាររបស់គាត់ចោលហើយក៏ចោះទៅមើលនៅជាន់ខាងក្រោមដែលជាបន្ទប់ទទួលភ្ញៀវនឹងទៅចង់ដឹងថាអ្នកណាមករកគាត់អីចឹងណាហើយមិនស្មានតែអ្នកណាគេមកគឺជា content សោះពេលហ្នឹងកូន David របស់យើងគឺថាធុញទ្រាន់ខ្លាំងមែនតើចង់ប្រាប់ថាមករយៈចុងក្រោយហ្នឹងបន្ទាប់ពីកូនស្រីអត់នៅជាមួយនឹងកូន David ហ្នឹងគឺថាកូនថែមករកកូន David រាល់ថ្ងៃតែម្ដងកុំឃើញថាស្ងាត់ពីរនាក់ហ្នឹងតែពីរនាក់ហ្នឹងគឺថានៅជាមួយគ្នា24ម៉ោងហ្មងណាហើយកូន David ក៏បានដើរចូលមកសួរទៅកាន់កូនថែនថាតើលោកមកទីនេះមានការអីមែនពេលនេះគឺសាក់គេអត់តន់ត្រឡប់មកវិញទេអញ្ចឹងលោកឲ្យទៅវិញបានខ្ញុំគ្មានពេលទំនេរមកទទួលភ្ញៀវនោះទេគឺខ្ញុំមានការរវល់ជាបន្តច្រើនទៀតដែលត្រូវដោះស្រាយឬគេយកការងារមកដាក់បាំងពីមុខចឹងកូនថែនយើងអត់សុខចិត្តទេគឺថាការទុកទោសមនិញតែម្ដងក៏បាននិយាយទៅកាន់កូន David ថាហេតុអីបានជាឯងចិត្តទៅយកការងារមកដាក់ពាំងពីមុខរហូតអញ្ចឹងមួយថ្ងៃឃើញតែធ្វើការនឹងឯងតិចងាប់ដោយសារតែធ្វើការនឹងទៅអត់ចេះរកសង្សាររកអីមកនៅក្បែរខ្លួនមើលថែខ្លះទេអីកូន David ហ្នឹងគឺថាតបទៅវិញម៉ាំងដោយមិនខ្ចីទុកមកឲ្យអ្នកប្រុសថែនរបស់យើងនឹងឡើយដែលបាននិយាយលើកឡើងថាលោកនិយាយពីខ្ញុំនឹងឲ្យរកសង្សារចុះលោកខ្លួនឯងហ្នឹងមិនក៏ព្រមទៅរកសង្សារមួយធ្វើឆ្នាំដែរទៅក្រែងលោករាល់ថ្ងៃហ្នឹងអត់លិតដែរតែបាននិយាយទៅអ្នកប្រុសហ្នឹងគឺថាឌៀមដាមឲ្យគេអត់មើលខ្លួនឯងហើយកូន David នេះគឺជន់កែងបានតែម្ដងណាឲ្យសមមុខគេសក់ឲ្យវិញចឹងចាស់កូន David របស់យើងបន្ទាប់ពីសក់ឲ្យគេហើយគាត់ក៏ចង់ដើរចេញប៉ុន្តែត្រូវបានកូនថែនឹងមកស្ទាក់មុខដែលបាននិយាយថាឈប់សិនឯងទុកការងាររបស់ឯងម្លាយសិនទៅឥឡូវនេះគឺខ្ញុំឃ្លានបាយណាឯងជួយកំដរខ្ញុំទៅញ៉ាំបាយបន្តិចបានអត់ពេលហ្នឹងកូន David ក៏ងាកមុខមកវិញដែលបាននិយាយថាហេខ្លួនលោកនឹងជាប់ខ្ញុំមិនមែនបានជាម៉ោងបាយនឹងត្រូវការខ្ញុំទៅកំដរដែរហ្នឹងពេលហ្នឹងកូនថែនក៏តបមកវិញទាំងទៅមករៀងញឹមណាដែលបាននិយាយថាខ្លួនអាចបានជាប់គ្នាទេប៉ុន្តែបេះដូងរបស់ខ្ញុំគឺនៅនឹងឯងហើយពេលនេះនោះឬគេនិយាយចឹងកូន David ក៏បានមើលមុខគេភ្លឺបដាអ្នកទាំងអស់គ្នារៀងភាំងដែរហ្នឹងណាក៏បាននិយាយថាកុំនិយាយផ្ដេសផ្ដាសកុំនិយាយពាក្យឈួតនៅមកកាន់ខ្ញុំអីសោះហើយកុំមករំខានខ្ញុំទៀតខ្ញុំរវល់ការងារនិយាយចប់ហើយចង់ដើរចេញទៅទៀតប៉ុន្តែលើកហ្នឹងកូនថែនរបស់យើងស្ទាក់មុខទៀតហើយដែលបាននិយាយថាអេក៏ចិត្តអាក្រក់ហើយចិត្តដាច់ខ្លាំងម្ល៉េះធ្វើដូចជាមិនដែលស្គាល់គ្នាអញ្ចឹងនេះក៏ដូចជាមិត្តភក្តិគ្នាសោះមិនគ្រាន់តែគិតទៅកំដរខ្ញុំញ៉ាំបាយហ្នឹងវាអស់មានប្រហែលដុំទៅឬមកក៏ធ្វើឲ្យឯងនឹកខ្សែធន់ឬគេនិយាយថាឲ្យខ្លួនអញ្ចឹងណាកូន David របស់យើងនៅអត់ស្ងៀមទេបែរមុខមកថាឲ្យគេវិញទៀតហើយដែលបាននិយាយថាណែឲ្យល្មមបានហើយខ្ញុំមិនមែនជាមិត្តលេងសើចរបស់លោកឯងទេហើយខ្ញុំគឺមានការងាររវល់ពិតមែនខ្ញុំមិនមែនចេះតែដើរទាត់ខ្ចោចដូចជាលោកឯងនោះទេព្រោះតែមួយថ្ងៃអត់ប្រយោជន៍និយាយថាគេរួចហើយដើរទៅទៀតលើកហ្នឹងគឺបានសម្រេចហើយគឺថាកូនថែនគឺគេខ្ជិលទៅរករឿងទៀតចឹងណាតែសោះតែគាត់មករំអស់រំខានតែកាន់កូន David របស់យើងហ្នឹងគឺសឹងតែជារៀងរាល់ថ្ងៃទៅហើយអញ្ចឹងហើយគេគាត់ខ្ជិលធ្វើបាបតែកាន់កូន David ណាគឺបដាគេធ្វើការរបស់គេទៀតចឹងទៅគាត់មករំខានគេតែប៉ុណ្្នឹងក៏គាត់សប្បាយចិត្តណាស់ទៅហើយបើនិយាយទៅពេលហ្នឹងអត់ការងារធ្វើទេដើរទាត់ខ្យល់នឹងឯងដូចតែកូន David របស់យើងឌីមខុសមែនហ្នឹងណាហើយគូហ្នឹងគឺជាគូចំនួនប្រចាំរឿងរបស់យើងហ្មងអ្នកនរគ្នាគ្មានថ្ងៃស្វីតទេមកទៅនោះអូខេឥឡូវយើងចូលមកកាន់ពេលយប់វិញម្ដងដោយនៅក្នុងពេលយប់នេះគឺថាឃើញថាកូនស្រីរបស់យើងដែលត្រូវគេឃុំខ្លួននៅក្នុងបន្ទប់នេះគឺថាគេលក់បានសម្រេចហើយដែលអត់បានហូបបាយហូបទឹកសោះហ្មងណាហើយពេលនោះក៏ស្រាប់តែកូនប្រុសរបស់យើងនឹងបើកទ្វារចូលមកចង់មកមើលថាកូនស្រីរបស់យើងយ៉ាងម៉េចហើយអញ្ចឹងទៅពេលដែលបើកទ្វារចូលមកឃើញថាស្ងាត់ឆឹងហើយក៏បានឃើញថាកូនស្រីរបស់យើងគឺគេលក់បាត់ទៅហើយក៏បានដើរចូលមកជិតកូនស្រីរបស់យើងរួចក៏ឈរចុចចង្កេះមើលមុខកូនស្រីរបស់យើងទាំងគេលក់នឹងថាមិនខ្វល់ថាពេលនេះឯងស្រឡាញ់យើងដែរមើលក៏អត់ទេអ្វីដែលសំខាន់គឺយើងមិនព្រមដោះលែងឯងជាលើកទី2ជាដាច់ខាតហើយរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ទៅត្រឹមនៅពេលដែលកូនប្រុសរបស់យើងនិយាយទៅកាន់កូនស្រីទៅពេលគេលក់នឹងឯងហើយអេដមីនក៏សូរីផងសម្រាប់ពេកនេះគឺមានសម្លេងរំខានច្រើនជាងវីដេអូមុនៗនៅទាំងអស់គ្នាដោយសារតែនៅទីអេដមីនគឺមានកម្មវិធីតិចតួចចឹងណាអូខេឥឡូវគឺរឿងរបស់យើងបានមកដល់ទីបញ្ចប់ហើយបាយបាយចាំជួបគ្នាជាមួយនឹងមីននៅក្នុងភាគក្រោយៗទៀតណាពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការចូលចិត្តរឿងមួយនេះណា